អោនចូលទៅក្នុងឡក្តៅយ៉ាងជ្រៅដើម្បីធ្វើនំប៉័ងមួយនេះបានពិតជាបទុយជីវិតខ្លាំងមែនទែនដើម្បីធ្វើនំប៉័ងមួយនេះនៅក្នុងប្រទេសរ៉ូមេនីនំប៉័ងមួយនេះត្រូវបានគេឲ្យឈ្មោះថា Lavas វាគឺជានំប៉័ងស្ដើងនិងលាតមួយតែអ្វីដែលគ្រោះថ្នាក់បំផុតនោះគឺជារបៀបដែលចម្អិននំប៉័ងមួយនេះដុតនំត្រូវលូកដៃចូលទៅក្នុងឡដុតក្រោមដៃដល់ក្តៅកគុកមួយហើយកុំម្សៅទៅលើជញ្ជាំងក្តៅហើយកុំហោះផ្លត់ស្នៀតតែទេជាអាចធ្វើឲ្យពួកគេនឹងធ្លាក់ចូលទៅក្នុងនឹងតែម្ដងអូយអ្នកទាំងអស់គ្នាគាត់ទៅមើលរបៀបចម្អិនទៅក៏ដឹងថាវាពិបាកដែរហើយវាគ្រោះថ្នាក់ទៀតយើងត្រូវដាក់នំប៉័ងឲ្យទៅត្រូវហក់ចូលទៅក្នុងឡនំប៉័ងដុតនឹងទៀតបើថាធ្លាក់អីមិនដឹងមិនទេណោះហើយឡាវ៉ានឹងដែរវាគឺជានំប៉័ងស្ដើងមួយដែលធ្វើអំពីម្សៅសើសលៃដំបែឬម្សៅគ្មានដំបែដុតនៅក្នុងឡតាន់ឌូប្រភេទឡដីឥដ្ឋហ្នឹងឬនៅលើចង្ក្រានសាច់ឡាវ៉ាចម្អិនយ៉ាងលឿននៅក្នុងឡតាន់ឌូដែលដាក់នៅសងខាងដែលប្រើខ្នើយវាមានទំហំធំនិងស្ដើងទោះបីជាមានទំហំនិងរូបរាងខុសៗគ្នាក៏ដោយវាទន់នៅពេលដែលស្រស់ប៉ុន្តែជារឿយៗវាគឺជាម្ហូបធម្មតានៅភាគខាងត្បូងកូកាស៊ីនិងអាស៊ីខាងលិចវាគឺជាអាហារសំខាន់នៅក្នុងប្រទេសអាមេនីភាគខាងកើតសកស៊ីនិងផ្នែកខ្លះនៃប្រទេសអឺរ៉ុបផងដែរនិយាយរួមទៅនៅប្រទេសអឺរ៉ុបនិងប្រទេសមួយចំនួនក៏គេហូបអាហារនេះដែរក៏ប៉ុន្តែអាហារនេះគឺវាមានប្រភពចេញមកពីប្រទេសអាមេនីហើយខ្ញុំនិយាយខុសថារ៉ូមេនីនៅក្បាលវីដេអូហ្នឹងអាហ្នឹងខ្ញុំនិយាយខុសអ្នកនរគ្នាសូមអធិស្ឋានផងតាមពិតទៅនៅក្នុងប្រទេសអាមេនីទេគឺមិនមែននៅក្នុងប្រទេសរ៉ូមេនីទេហើយរបៀបដែលយើងអាចហូបជាមួយវាបានហ្នឹងគឺវាមានសាច់ទន់យើងប្រើវាសម្រាប់រុំបន្ទាប់មកដាក់គ្រឿងផ្សំដូចជាកាបាប់សាច់អាំងឬឈីសហើយយើងក៏អាចហូបវាបន្ថែមជាមួយនឹងទឹកជ្រលក់ឬជាមួយនឹងសម្លសម្រាប់ញ៉ាំដោយដៃផងដែរឡាវ៉ាវាជារឿយៗត្រូវបានរៀបចំជាចាំបាច់ធំវាអាចរក្សាទុកបានច្រើនខែបន្ទាប់ពីវាស្ងួតហើយអាចត្រូវបានផ្ដល់ទឹកដើម្បីស្ដារដើម្បីធ្វើឲ្យវាទន់វិញអញ្ចឹងណាឡាវ៉ាមានដើមកំណើតនៅសម័យបុរាណដោយប្រទេសជាច្រើននឹងអះអាងពីប្រភពដើមរបស់វារៀងៗខ្លួននៅសម័យទំនើបម្ហូបឡាវ៉ាត្រូវបានរីករាលដាលនៅក្នុងតំបន់ជាច្រើននៃទ្វីបអាស៊ីរវាងប្រទេសទូគីនិងកាស្មៀហើយក៏មាននៅក្នុងតំបន់ផ្សេងទៀតដែលត្រូវបានណែនាំដោយជនអន្តោប្រវេសន៍វាត្រូវបានបម្រើនៅតាមភោជនីយដ្ឋានជាច្រើនក៏ដូចជានៅក្នុងពិធីមង្គលការផងដែរនៅក្នុងវប្បធម៌អាមេនីការរៀបចំម្ហូបឡាវ៉ាដោយស្ត្រីគឺជាព្រឹត្តិការណ៍សហគមន៍មួយបញ្ជាបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការ UNESCO បានចុះបញ្ជីម្ហូបឡាវ៉ាជាការបង្ហាញវប្បធម៌នៅក្នុងប្រទេសអាមេនីនៅក្នុងឆ្នាំ2014នេះគឺជារឿងចម្រូងចម្រាសនៅក្នុងប្រទេសដទៃទៀតនៅក្នុងតំបន់និយាយរួមទៅប្រភេទនំប៉័ងហ្នឹងគឺវាស្តៀងទៅនឹងរ៉ូទីអីចឹងណាហើយរបៀបហូបក៏វាស្តៀងផាក់ៗគ្នាដែរ